Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំកូរីខ្ញុំត្រឡប់មកវិញហើយនៅក្នុងថ្ងៃនេះគឺខ្ញុំចង់ធ្វើវីដេអូតាក់ទងជាមួយនឹង prediction សម្រាប់តារានិករទាំង12នៅក្នុងខែ5ហ្នឹងប៉ុន្តែវីដេអូហ្នឹងគឺខ្ញុំនិយាយត្រឹមតែសប្តាហ៍ទី1ទេរយៈពេល7ថ្ងៃពីថ្ងៃទី1រហូតដល់ថ្ងៃទី7ក្នុងខែ5ហ្នឹងអញ្ចឹងណាអូខេឥឡូវយើងដល់កូនបើហើយ Pisces Rising អញ្ចឹងនៅក្នុងថ្ងៃទី3សម្រាប់ Pisces Rising គឺយើងមាន Venus conjunction Neptune នៅក្នុងតារានិករ Aries ក្នុង degree ទី1ដែលជាស្ថិតនៅក្នុងផ្ទះលេខ2របស់អ្នកទាំងអស់គ្នាអញ្ចឹងឡានថាខែ5ហ្នឹងអាទិត្យដំបូងដើមខែរៀងយើងមានរៀងលុយចាយច្រើនដែរអញ្ចឹងណារៀងធូរធានតិចអញ្ចឹងអ្នកខ្លះទៅបើកប្រាក់ខែផងនេះអញ្ចឹងបើមិនអញ្ចឹងទេអាចនឹងខែហ្នឹងរៀងប្រាក់ខែរៀងគ្រាន់បើជាងខែមុននេះអញ្ចឹងណាហ្នឹងហើយប៉ុន្តែគួរតែមើលរឿងចំណាយផងហ្នឹងកុំចំណាយខុសខ្ទង់ពេកអីចឹងទៅហ្នឹងអញ្ចឹងថាសម្រាប់ Pisces Rising ដើមខែរៀងគ្រាន់បើមានរៀងលុយចូលអញ្ចឹងណាយើងលុយចូលប៉ុន្តែកុំចាយលឿនពេកហ្នឹងហើយអូខេអញ្ចឹងហើយដល់ថ្ងៃទី4គឺយើងមាន Pluto retrograde នៅក្នុងតារានិករ Aquarius អញ្ចឹង Pluto យើងដឹងហើយគឺយើងនិយាយអំពី transformation ការផ្លាស់ប្ដូរឬការផ្លាស់ប្ដូរអ្វីទាំងស្រុងហ្មងអញ្ចឹងណាអញ្ចឹងThe retrograde គឺធ្វើឲ្យយើងត្រឡប់ទៅគិតឡើងវិញឬក៏រឿងចាស់ដែលយើងចង់គិតនឹងវាអាចនឹង show up ឡើងមកដែរអញ្ចឹងមិនទាន់ដាច់ស្រេចក៏អាចនឹង show up មកវិញដែរអញ្ចឹងអាចនឹងAquarius គឺស្ថិតនៅក្នុងផ្ទះទី12របស់អ្នកទាំងអស់គ្នាតាក់ទងជាមួយនឹង mental health issue របស់អ្នកទាំងអស់គ្នាអញ្ចឹងអាចនៅក្នុងកំឡុងពេលហ្នឹងអ្នកទាំងអស់គ្នាអាចនឹងមានគួរតែគិតពិចារណាម្ដងទៀតតាក់ទងជាមួយនឹងផ្លូវអារម្មណ៍របស់អ្នកទាំងអស់គ្នាអញ្ចឹងណាតាក់ទងជាមួយនឹងស្នាមរបួសផ្លូវអារម្មណ៍របស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគួរតែមើលថាយើងគួរតែព្យាបាលវាបែបណាអញ្ចឹងទៅដោយសារតើអាចនឹងជា depression ឬក៏អាចការគិតច្រើនការអីអញ្ចឹងណាឡើយថាការគិតរបស់យើងវា detach ពីពិភពលោកមែនតែនខ្លាំងពេកអីចឹងទៅហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលកន្លែងហ្នឹងបានហើយវាមានរយៈពេល5ខែเนาะវាមានរយៈពេលដល់ទៅ5ខែសម្រាប់ Pluto retrograde ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចយកពេលវេលាហ្នឹងដើម្បីមើលថាតើមានបញ្ហាអីគេកើតឡើងខ្លះនៅក្នុងកំឡុងពេល Pluto retrograde 5ខែដែលធ្វើឲ្យអ្នកទាំងអស់គ្នាអាចនឹង stress អាចនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថា anxiety អញ្ចឹងអ្នកទាំងអស់គ្នាបើមានរឿងអីកើតឡើងក្នុងកំឡុងពេលហ្នឹងអ្នកទាំងអស់គ្នាគួរតែផ្លាស់ប្ដូរនៅទម្លាប់រដំណោះស្រាយនៅក្នុងបញ្ហាដែលកើតឡើងនឹងដែលធ្វើឲ្យអ្នកទាំងអស់គ្នា stress ធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថារៀង depress រឿងអីចឹងណាហ្នឹងហើយអញ្ចឹងបើសិនជាវាមានអីកើតឡើងកំឡុងពេលហ្នឹងរកដំណោះស្រាយឲ្យដោះស្រាយវាទៅហ្នឹងអូខេហើយនៅក្នុងថ្ងៃទី7គឺយើងមាន Mercury conjunction Chiron នៅក្នុង degree ទី24អញ្ចឹងMercury conjunction Chiron transit មួយហ្នឹងគឺល្អអត់អាក្រក់ទេគ្រាន់តែថាជា transit មួយដែលចក្រវាលនឹងយកបញ្ហាឬក៏ស្នាមរបួសដែលយើងធ្លាប់មានរបួសពីមុនឬក៏អាចនឹងបញ្ហាដែលយើងតែងតែចង់គេចវេះអញ្ចឹងណាគឺuniverse នឹងយករឿងអស់ហ្នឹងមកដាក់នៅនឹងមុខយើងហើយឲ្យយើងប្រឈមមុខជាមួយវាដោះស្រាយបញ្ហាហ្នឹងហើយ healing ខ្លួនឯងនៅស្នាមរបួសអស់ហ្នឹងដើម្បីឲ្យយើងខ្លាយទៅជាមនុស្សដែលថ្មីជាមនុស្សដែលល្អជាងមុនជាមនុស្សដែលប្រសើរជាងមុនអីចឹងទៅអញ្ចឹងMercury conjunction Chiron នៅក្នុងផ្ទះទី2របស់អ្នកទាំងអស់គ្នាអាចនៅក្នុងកំឡុងពេលហ្នឹងអ្នកទាំងអស់គ្នាអាចនឹងមានបញ្ហាតាក់ទងជាមួយនឹងចំណូលចំណាយរបស់អ្នកទាំងអស់គ្នាឬក៏អាចនឹងតម្លៃខ្លួនអ្នកទាំងអស់គ្នាអាចនឹងមានអ្នកខ្លះគេនិយាយថាហែងគិតខ្លួនឯងខ្លាំងពេកហែងគិតតែខ្លួនឯងអស់ចាពេកអីចឹងទៅឧទាហរណ៍ណាហើយអ្នកខ្លះអាចនឹងនិយាយថាហែងមិនក៏ឲ្យគេជន់មិនក៏ឲ្យគេនេះអត់មានស្គាល់តម្លៃខ្លួនឯងអត់ផ្ដល់តម្លៃឲ្យខ្លួនឯងអីចឹងទៅហ្នឹងហើយវាអាចជាអញ្ចឹងដែរអញ្ចឹងវាអាចនឹងយើងឲ្យតម្លៃខ្លួនឯងពេកវាអាចនឹងពេលខ្លះយើងអត់ឲ្យតម្លៃខ្លួនឯងពេកអីចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាអាស្រ័យទៅលើអ្នកទាំងអស់គ្នាទេពីព្រោះអីបើឆាតយើងម្នាក់ៗក៏វាខុសគ្នាអញ្ចឹងណាអ្នកទាំងអស់គ្នាអាចមើលថាបើសិនជាវាអញ្ចឹងមែនយើងគួរតប្រឈមមុខមួយវាទៅហើយបំពេញកន្លែងចន្លោះខ្វះខាតហ្នឹងទៅបើសិនជាអ្នកទាំងអស់គ្នាជាមនុស្សដែលមិនសូវផ្ដល់តម្លៃឲ្យខ្លួនឯងអ្នកទាំងអស់គ្នាគួរតែចាប់ផ្ដើមផ្ដល់តម្លៃឲ្យខ្លួនឯងបើសិនជាអ្នកទាំងអស់គ្នាផ្ដល់តម្លៃឲ្យខ្លួនឯងហួសខ្លាំងពេកដោយមិនថា selfish ខ្លាំងពេកអ្នកទាំងអស់គ្នាអាចគួរតែ
តម្លាក់មកវិញខ្លះអីចឹងទៅហ្នឹងហើយពីព្រោះអីជីវិតរបស់យើងគឺត្រូវការសមតុល្យភាពចឹងណាហើយមួយទៀតតកតងជាមួយនឹងចំណូលចំណាយអាចនឹងអ្នកទាំងអស់គ្នាអាចនឹងមានការគេនិយាយថាឯងចំណាយខុសខ្ទង់ច្រើនអីខុសខ្ទង់ច្រើនអីចឹងទៅហ្នឹងហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចំណាយខុសខ្ទង់ច្រើនមែនអាចនឹងគិតពិចារណាម្ដងទៀតចឹងណាថាយ៉ាយើងអញ្ចឹងមែនអញ្ចឹងយើងគួរតផ្លាស់ប្ដូរឬក៏កាត់ចំណាយអីចោលខ្លះអីចឹងទៅហ្នឹងហើយអញ្ចឹងសម្រាប់ Pisces Rising នៅក្នុងសប្តាហ៍ទី1ខែ5ហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់បើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់កន្លែងណាទៀតអាចសាកសួរខ្ញុំបានណាអូខេបាយបាយអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ